គឺជាវីដេអូឆ្លើយតបជាមួយនឹងសំណួររបស់បងប្រុសតាក់ទងជាមួយនឹងការបកប្រែតាមរយៈ S Pen ពេលដែលអ្នកទាំងគ្នា hold បែបនេះគឺវាបកទៅលើពាក្យណាមួយដែលអ្នកទាំងគ្នាបាន hold ទៅលើនឹងជាពាក្យអញ្ចឹងបើសិនជាចង់បកជា clear គ្រាន់តែដូរកន្លែងនេះមកគឺនៅពេលដែល hold ទៅគឺវានឹងបកជា clear ឲ្យអ្នកទាំងគ្នាតែម្ដងតែលក្ខខណ្ឌមួយចំនួនក៏អាចកើតឡើងដែរទោះបីជាអ្នកទាំងគ្នាបានដូរពីពាក្យទៅ clear ក៏ដោយឧទាហរណ៍ដូច clear មួយនេះអញ្ចឹងហើយអ្នកទាំងគ្នាប្រកាសជាគិតថានៅពេលដែល hold បិចហ្នឹងទៅវាប្រកាសជាបកទាំងអស់ហ្នឹងហើយជាក់ស្ដែងគឺអត់ទេតែវាគិតមក point ហ្នឹងគឺដូចជាសញ្ញាខណ្ឌមួយបញ្ជាក់ថាហ្នឹងគឺតែមក clear ដូចជានៅក្នុងរូបភាពនេះគឺវាអំពី clear ជាក់ស្ដែងអញ្ចឹងនៅពេលដែលវា hold ទៅគឺវាចាប់ត្រឹមតែមួយ point ហ្នឹងគឺ clear ហ្នឹងហើយបើសិនជាអ្នកទាំងគ្នាចង់បកអាក្រោយទៀតគឺអ្នកទាំងគ្នាត្រូវ hold ឲ្យចំទីតាំងរបស់វាមកគឺវានឹងបកឲ្យឯងដោយដែលមីកបានកំពុងតែបង្ហាញអញ្ចឹងមិនថាភាសាណាដូចជាភាសាខ្មែរយើងអញ្ចឹងគឺមួយខណ្ឌចាប់មក clear អញ្ចឹងភាសាអង់គ្លេសឬក៏ភាសាកូរ៉េក៏ដូចគ្នាដែរគឺគេមានមក point គេហ្នឹងគឺមក clear គេហ្នឹងអញ្ចឹងបើសិនជាយើងឲ្យវា select បកជា clear គឺវាបកតែមក clear វាអាចបកមក whole paragraph បានទេអានេះគឺជាការបកប្រែតាមរយៈ S Pen តែបើអ្នកទាំងគ្នាបកតាមវិធីផ្សេងយើងអាចបកតាម whole paragraph បានទេអានេះអញ្ចឹងគឺវាតែមក clear អញ្ចឹងនៅពេលដែលយើង hold ទៅគឺវាបកមក clear ហ្នឹងឲ្យយើងតែម្ដងអញ្ចឹងadmin សង្ឃឹមថាវីដេអូនេះនឹងជួយដល់ដំណោះស្រាយរបស់អ្នកទាំងគ្នាក្នុងការបកប្រែតាមរយៈ S Pen ពីពាក្យទៅ clear បានណាអរគុណ